បានបងប្អូននាំឲ្យបងប្អូនមកស្គាល់ពស់វែករនាមបងប្អូនហើយចង់ប្រាប់បងប្អូនពីលក្ខណៈសម្គាល់របស់ពស់វែករនាមបងប្អូនវាមានពណ៌សម្បុរភាគច្រើនមានពណ៌ខ្មៅប្រផេះបងប្អូនពណ៌ឬពណ៌ត្នោតចាស់ឬពណ៌ក្រមៅដែលងាយស្រួលក្នុងការបន្លំខ្លួនជាមួយនឹងផុកគល់ឈើឬគល់ស្លឹកឈើងាប់នៅក្នុងព្រៃលិចទឹកបើដូចជាពស់វែកដទៃដែរនៅពេលដែលវាចាប់ផ្ដើមឬវាមានអារម្មណ៍ថាមានការគំរាមកំហែងរាជពេលដែលវាមានចាប់ផ្ដើមមានការគំរាមកំហែងវានឹងរាជខ្លួនឡើងលើហើយបើកវែកក្រាស់ខាងក្រោមក្បាលដើម្បីគំរាមសត្រូវទំហំវាមានទំហំធំល្មមប៉ុន្តែតូចជាងពស់វែកដំរីបងប្អូនហើយទីជម្រកចូលចិត្តរស់នៅតំបន់ដីសើមព្រៃរនាមព្រៃលិចទឹកជុំវិញនិងបឹងទន្លេសាបមាត់បឹងស្ទឹងប្រឡាយនិងតាមវាលស្រែដែលមានសំណើមខ្ពស់ចំណីអាហារវាស៊ីសត្វកណ្ដុរកង្កែបហ៊ីងត្រីនិងដូចជាការស៊ីសត្វពស់ប្រភេទផ្សេងដែលមានទំហំតូចជាងវាប្រភេទពិតជាពឹសរបស់ពស់វែករនាមគឺប្រភេទពឹសបំផ្លាញប្រព័ន្ធឈាមដ៏ខ្លាំងក្លាផលប៉ះពាល់នៅពេលដែលវាខាំពឹសនឹងជ្រាបចូលទៅក្នុងរាងកាយបណ្ដាលឲ្យមានការឈឺចាប់ហើយរួចក៏ចាប់ផ្ដើមធ្វើឲ្យជនរងគ្រោះងងុយដេកទន់ដៃទន់ជើងពិបាកដកដង្ហើមបងប្អូននិងបណ្ដាលឲ្យស្លាប់បានក្នុងរយៈពេល2 ទៅ 3 ម៉ោងប្រសិនបើមិនមានសេរ៉ូមបន្សាបជាតិពឹសនឹងឲ្យបងប្អូនកាចសាហាវមែនតើហ្នឹងហើយឥឡូវយើងមកដឹងពីវិធីសាស្ត្រការពារបងប្អូនវិធីការពារនៅពេលដែលវាដើរជាន់ព្រៃលិចទឹកដើមដីដើមសើមឬវាលស្រែក្រាស់គួរពាក់ស្បែកជើងប៊ូវែងឬប្រើឈើស្ទង់ស្ទាបផ្លូវជាមុនជៀសវាងការលូកដៃចូលក្នុងរន្ធដីឬគំនរឈើដោយមិនបានពិនិត្យបងប្អូនរក្សាភាពស្ងប់ស្ងាត់កុំភ័យស្លន់ស្លោអាហ្នឹងពេល